ណែណាគ្នាថ្ងៃផងណាយើងបន្តសេរីរឿងជីវភាព7របស់យើងបន្តទៀតហ្នឹងអ្នកខ្លះគេថាខ្ញុំសំឡេងតិចពេកហើយហ្នឹង sorry ណាគ្នាមកខ្ញុំគាត់តែនិយាយលេងទុកជាការកំសាន្តណាគ្នាទៅសង្ឃឹមថាអ្នកគ្នាអត់កាន់ខ្ញុំទេចឹងកុំឲ្យខាត់ពេលយើងចូលសេរីរឿងរបស់យើងបន្តទៅចាយើងគាត់មកនិយាយថាខ្ញុំមិនចាំមិនឃ្លានទេត្រង់កុំអារម្មណ៍អីត្រង់សម្រាប់ចុះខ្ញុំម្ចាស់នឹងនៅទីនេះចាយើងគាត់គិតថាមនុស្សអាក្រក់គិតថាខ្ញុំចង់នៅទីនេះណាថាខ្ញុំមិនចង់ទៅផ្ទះវិញទេអីខ្ញុំឃ្លាននិយាយថាចៅយាយគាត់ឃ្លានឡើងមុខអស់ឃ្លានដូចដាក់ចូលថ្នាំអញ្ចឹងណាយាយគាត់ក៏បានគិតបណ្ដាងាកទៅមើលជួបបណ្ដាហើយក៏បានគិតថាទៅវិញមានន័យថាខ្ញុំស្លាប់បើមិនអញ្ចឹងទេខ្ញុំនៅយូរមកហើយមកគេក៏បានកាត់ទៅជន់ហងកំពុងតែសម្រានអស់គ្នាទាំងកាន់សភៅនៅលើក្នុងកន្លះពេលនោះណាចាយាយគាត់ក៏បានគេងលក់ផងដែរអស់គ្នាគេទាំងសំឡេងគោពោះហើយក៏បានលើសំឡេងពីណាហៅថាម្ចាស់តូចហ៊ូលោកម្ចាស់តូចចាយាយគាត់លឺប៉ុណ្ណេះក៏បានងើបមកទាំងលឺឆ្ងល់ហើយអ្នកគ្នាអាចមើលមុខបានជឿថាមុខដូចអ្នកជក់ថ្នាំចឹងណាមកណានោះគាត់និយាយថាព្រះអង្គម្ចាស់បានឲ្យយើងយកអាហារមកឲ្យម្ចាស់តូចព្រោះទ្រង់គិតថាម្ចាស់តូចនឹងឃ្លានហើយយាយលឺទៅប៉ុណ្ណេះក៏បានធ្វើមុខឡើងក្មេងតូចយាយគាត់ក៏បានគិតបណ្ដាហើយហូបបណ្ដាថាខ្ញុំមិនបានគិតទុកទេថាលោកនឹងធ្វើបែបនេះខ្ញុំក៏ហើយដែលបានលួចជឿលោកនៅក្នុងចិត្តដល់តែ100ដងលោកជាមនុស្សល្អពិតៗចឹងមានន័យថាគូចិនហឹងគាត់បារម្ភពីអូនគាត់ដែរណាបងកន្លងពេលណាកន្លែងចិនហឹងក៏បានងើបមកហើយក៏បាននិយាយថាម្ចាស់តូចនៅទីនេះនៅឡើយហើយយាយលឺតែប៉ុណ្ណឹងក៏បាននិយាយថាខ្ញុំនឹងតាមទ្រង់នៅថ្ងៃនេះខ្ញុំមិនចាញ់ពីទ្រង់សូម្បីតែមួយជំហានអូមើលម៉ាត់ម៉េចក្មេងតូចមកគូចិនហឹងនិយាយតែមកស្មាថាស្រេចទៅលោកអ្នកខាងក្រោយញញឹមស្រត់ដល់ហើយពួកគេក៏បានយាយចេញមកក្រៅហើយចៅយាយគាត់ក៏បាននិយាយថាអីយ៉ាខ្ញុំមិនដែលគិតថាផ្កាស្រស់ស្អាតអញ្ចឹងទេមកចៅយាយគាត់ក៏បាននិយាយឡើងទៅប៉ែអាគ្នាហើយអ្នកគ្នាក៏ភ្លេចមើលមកគូចិនហឹងនិយាយថាគ្នាស្ដាប់នៅមុខខ្មៅអស់ហើយអាគ្នាសូម្បីតែនៅកន្លែងបាក់សីគេនាំមកបាក់សីហើយក៏នៅនិយាយទៅប៉ែទេណាគ្នាហើយមើលមុខគូចិនហឹងប្រហែលគាត់គិតថាអត់បានដែរអញហើយគាត់ក៏បាននិយាយឡើងទៅប៉ែលោកទៀតថាអូខ្ញុំមិនមែនមានអារម្មណ៍ថាបេះដូងខ្ញុំទំនេរនឹងស្រួលពេលកំពុងអានសៀវភៅនោះទេដូចជាខ្យល់បក់នៅរដូវត្រារដូវព្រះអង្គម្ចាស់ទី7ទ្រង់បានយកភាពមិនគួររឿងរបស់ខ្ញុំយកទៅឆ្ងាយអស់ហើយនិយាយមែនថាអើយគូយិនហឹងគ្នាអាចមើលមុខគាត់បាននិយាយថាស្ដាប់ឡើងធុញអស់ហើយតែមកគេក៏បានកាត់តែមួយប្លង់ទៀតហើយយើងក៏បាននិយាយថាខ្ញុំខ្លាចថាត្រីខ້ອຍនេះមិននាំសំណាងមកខ្ញុំទេព្រោះខ្ញុំបានប្រើសំណាងមួយជីវិតនេះដើម្បីបានជួបព្រះអង្គម្ចាស់អស់ទៅហើយយិនហឹងបាននិយាយមកទាំងមូលមកថានេះជាត្រីស្មៅគោវ៉ាំងខ្ញុំចិញ្ចឹមវាសម្រាប់ធ្វើជាអាហារមកចៅយាយគាត់ក៏បាននិយាយថានេះជាត្រីស្មៅគោវ៉ាំងព្រះម្ចាស់ទី7ទ្រង់មានបទពិសោធន៍និងចំណេះដឹងច្រើនពិតមែនតមកក៏បានកាត់ទៅដល់ពេលយប់ឡើងចៅយាយគាត់កំពុងដើរទៅត្រីដំណើររបស់គាត់វិញទាំងព្រលឹងនៅក្នុងខ្លួនហើយក៏បាននិយាយថាទីបំផុតខ្ញុំបាននៅចិត្តគេអស់7ម៉ោងហើយគូចិនហឹងនេះពិបាកខ្លាំងណាស់ជួគាត់ក៏បាននិយាយថាគេពិបាកតែខ្ញុំមើលទៅគេសប្បាយទេតើពាក្យរបស់អញអស្ចារ្យណាស់ហើយយាយលើទៅប៉ុណ្ណេះក៏បានងើបឡើងទាំងជឿជាក់ថាត្រូវហើយខ្ញុំបានអានវានៅក្នុងសៀវភៅទាំងអស់ព្រោះថានៅផងដែរអ្នកគ្នាអាចមើលបានថាអ្នកណាកំពុងតែក្រំមើលគេនិយាយគ្នាគ្នាយាយនឹងជួគាត់ដឹងថាមានអ្នកលួចមើលគាត់ទេព្រោះអីគាត់កំពុងតែនិយាយពីរឿងបងអ្នកគ្នាតាមពិតទៅអ្នកនាងមិនជាអ្នកខ្លំមើលអ្នកគ្នាហើយពេលនេះអារម្មណ៍របស់គាត់គឺថាគាត់ក៏បាននិយាយថាចៅយាយគឺបងនៅបងទី7កាន់តែបានឆ្ងាយហើយបងនៅដំណាក់គាត់រហូតដល់ថ្នាក់នេះមកនៅបណ្ដានេះក៏បានថាអ្នកនាងមិនថាព្រះនាងម្ចាស់ទ្រង់គួរតែត្រឡប់ទៅវិញហើយបើឲ្យម្ចាស់ស្រីគាត់ដឹងនោះពិតជាគ្រោះថ្នាក់ណាស់ចាយគាត់បានគិតថាខ្ញុំគិតថាដូចមាននរណាម្នាក់កំពុងតាមដានខ្ញុំឬមកក៏ខ្ញុំហត់ពេកទើបខ្ញុំគិតរឿងនេះដល់ខ្លួនឯងមានណាទៀតកូនគឺមិនគាត់តាមមួយខ្លួនឯងហ្នឹងណាពេលហើយគាត់ក៏បានងាកទៅក្រោយអ្នកគ្នាណាហើយរបស់យើងស្រាប់ត្រឹមនេះខ្ញុំពីអរគុណអ្នកគ្នាដែលបានយកពេលវេលាមកស្ដាប់រឿងខ្ញុំណា Thank you អ្នកគ្នាបាយបាយ